កីឡាករសំខាន់របស់ណាំឌីងដែលត្រូវលេងទល់នឹងប្រខ័ណ្ឌរាជស្វាយរៀងនៅក្នុងយប់នេះថ្ងៃទី25ខែកញ្ញាឆ្នាំ2025វេលាម៉ោង7កន្លះយប់តទៅបងប្អូនអាចទស្សនាតាមរយៈ BTV បងប្អូនទាំងអស់គ្នាបាទកាលពីម្សិលមិញគឺមានការប្រកួតបាទ3គូដែរប៉ុន្តែសម្រាប់ Pool A ទេថ្ងៃនេះគឺចូល Pool B បាទ Pool A ឃើញថា BG វធុំមួយបរិយារ៉ាំបាទថៃប៉ះថៃដូចគ្នា2ស្មើហើយ Selangor បាទស្មើឈ្នះនៅ Tampine Rover បាទគឺ4-2ហើយកងអានហាណូយបាទឈ្នះ DH Cebu បាទCebu នឹងគឺ1-0បាទនេះគឺសម្រាប់ Pool A ហើយយប់នេះគឺមានការប្រកួតបាទគឺមានJohor Darul Resim ដែលជាក្រុមខ្លាំងលំដាប់ Champion League ត្រូវប៉ះជាមួយនឹង Bangkok United បាទយើងត្រូវតែតាមដានគូនេះដែរពីព្រោះបាងកកទាំងជោហរត្រូវប៉ះនឹងប្រខ័ណ្ឌរាជស្វាយរៀងនៅប្រកួតបន្ទាប់ទៀតបាទក្នុងចំណោម2ហ្នឹងទៅប៉ះមួយបាទមួយទៀតគឺណាំដេញប៉ះមួយស្វាយរៀងម៉ោង7បាទកន្លះយប់នេះបងប្អូនបាទអញ្ចឹងក្នុងវីដេអូនេះគ្រាន់ថាមិនបានវែងពេកទេគ្រាន់តែជម្រាបជូនបងប្អូនខ្លះអំពីការលេងតិចតួចរបស់ណាំដេញ FC ណាំដេញនេះគឺគេមានកម្រិតខ្ពស់ជាងយើងដោយសារតែបច្ចុប្បន្នគេលេងនៅកម្រិត AFC Champion League 2ហើយប្រខ័ណ្ឌរាជស្វាយរៀងគឺលេងនៅក្នុងពានរង្វាន់ AFC Challenge League បងប្អូនណាអញ្ចឹងបញ្ជាក់បងប្អូនឲ្យដឹងហើយនៅក្នុងពានរង្វាន់Sophie Cup គឺអនុញ្ញាតឲ្យកីឡាករ7នាក់លេងនៅលើទីលានមិនថាបរទេសមកពីអាស៊ីអាស៊ានឬក៏មកពីអាហ្វ្រិកមកពីអីទេអញ្ចឹងគឺអាចដាក់លេងបាន7នាក់នៅលើទីលានបងប្អូនគ្នាវីដេអូមុនខ្ញុំប្រាប់បងប្អូនហើយប្រខ័ណ្ឌរាជស្វាយរៀងបើនិយាយពីការចុះឈ្មោះកីឡាករបរទេសគឺ7នាក់បងប្អូនហើយបើសិនជាយើងអត់គិតយូដៃណាយូដៃគឺខ្មែរបងប្អូនហើយសម្រាប់ណាំឌីងនេះដោយសារតែគេមានភារកិច្ចលេង AFC Champion League 2ផងកីឡាករបរទេសរបស់គេហ្នឹងគឺមានរហូតដល់12នាក់បើសិនជាបូក Rafaelson ឬក៏វៀងសួនសុនដែលជាកីឡាករសញ្ជាតិដើមប្រេស៊ីលចូលសញ្ជាតិវៀតណាមហ្នឹងគឺម្នាក់ទៀតចូល13នាក់ហើយយើងឃើញថាការប្រកួតណាំឌីងទល់នឹងរាជបុរីរបស់ប្រទេសថៃបាទពេលថ្មីនេះដែរបងប្អូនឃើញថាស៊ីលទ្ធផល3-1បាទ3-1ហ្នឹងគឺការដាក់កីឡាករបរទេសហ្នឹងគឺដាក់រហូតដល់បាទ10នាក់ឯណោះនៅលើទីលានហ្នឹងមិនធម្មតាទេបងប្អូនបាទដាក់10នាក់នៅលើទីលានប៉ុន្តែក្នុងចំណោម10នាក់ហ្នឹងគឺក៏មានកីឡាករបាទម្នាក់លេងនៅលីកវៀតណាមជាប់លាប់ហើយអាស៊ីសបាន2ដងទៀតហើយគាត់រកបាន2គ្រាប់ទៀតអញ្ចឹងខ្ញុំគិតថានេះគឺជាកីឡាករសំខាន់របស់ណាំឌីងទល់នឹងស្វាយរៀងនៅយប់នេះកីឡាករដ៏សំខាន់ដែលលេងទល់នឹងប្រខ័ណ្ឌរាជស្វាយរៀងរបស់ណាំឌីងយប់នេះខ្ញុំគិតថា Brenner ពាក់លេខ35ដែលជាខ្សែប្រយុទ្ធរបស់ណាំឌីងហ្នឹងគេរកបាន2គ្រាប់ទល់នឹងរាជបុរីនៅពេលដែលឈ្នះ3-1នៅក្នុងពានរង្វាន់ AFC Champion League 2នាពេលថ្មីនេះហើយ2គ្រាប់ហ្នឹងគឺបានមកពីបាល់បាទគប់ទុះបងឬមួយក៏បាល់ set piece បងប្អូនដែលបាល់គប់ទុះនិយាយទៅគាត់រចន្លោះប្រហោងគាត់រទីតាំងទលាយទៅគឺដើម្បីតែតហើយដើម្បីទាត់បញ្ចូលទីតែម្ដងហើយ Brenner នេះគឺការបង្ហាញខ្លួននៅលីកកំពូលវៀតណាមក៏បង្ហាញខ្លួនគ្រប់ការប្រកួតដែរ5លើកហើយ assist បាន2ដងទៀតផងអញ្ចឹងខ្ញុំតាំង AFC Champion League 2តាំងលេងនៅក្នុងបាទពានរង្វាន់ V League របស់វៀតណាមខ្ញុំគិតថាគេជាកីឡាករដ៏សំខាន់បំផុតលេងទល់នឹងស្វាយរៀងក្នុងពានរង្វាន់ Sophie Cup យប់នេះហើយបញ្ជាក់បងប្អូនណាំឌីងទើបតែលេងមកប្រកួតទៀតនៅក្នុង AFC Champion League 2ឈ្នះរាជបុរីនឹងហើយបើនិយាយកលេចមកលីកកំពូលវៀតណាមគឺជាក្រុមការពារតំណែងជើងឯកហើយបច្ចុប្បន្នមានត្រឹមតែ7ពិន្ទុទេក្នុងការលេង5លើកនៅលីកកំពូលវៀតណាមដោយក្នុងនោះគឺមានឈ្នះ2ស្មើ1និងចាញ់2ដងហើយការប្រកួតបាទចុងក្រោយរបស់គេនឹងបាទគឺចាញ់ក្រុមកំពូលតារាងបាទហ្វូដុងនីងប៊ីងបាទចាញ់ក្រុមកំពូលតារាងបាទគឺលទ្ធផល2-0បងប្អូនគ្នាតាមរយៈ highlight នៅក្នុងពានរង្វាន់ AFC Champion League 2ខ្ញុំគិតថាកីឡាករអាចនឹងប្រែប្រួលច្រើនដោយសារតែក្នុងពានរង្វាន់ Sophie Cup គេដាក់លេងនៅលើទីលានបានតែ7នាក់ហើយសម្រាប់ AFC Champion League 2គឺអត់កំណត់ទេអញ្ចឹងបានណាំឌីងក៏ដាក់រហូតដល់បាទ10នាក់ឯណោះកីឡាករបរទេសអញ្ចឹងមានការប្រែប្រួលប៉ុន្តែបើនិយាយពីចង្វាក់លេងទម្រង់លេងរបស់គ្រូបង្វឹកបាទសញ្ជាតិវៀតណាមបាទមានឈ្មោះថាហុងវៀតបាទហុងវៀតវូហ្នឹងគឺគាត់តែងតែប្រើ4-2-3-1ឬក៏4-3-3គាត់លេងប្រយុទ្ធគឺបានយ៉ាងល្អជាពិសេសគឺស្តៀងទៅនឹងលោកម៉ាក់ខុងខីរបស់ប្រខ័ណ្ឌរាជស្វាយរៀងដែរអញ្ចឹងខ្ញុំជឿជាក់ថាការប្រកួតនៅយប់នេះម៉ោង7កន្លះបាទតទៅគឺច្បាស់ជាល្អមើលមិនខានមានតែប៉ុណ្្នឹងសិនទេបងប្អូនវីដេអូដោយសារតែពេលវេលាខ្លីមិនបានស្រាវជ្រាវអីបាទវែងឆ្ងាយក៏ជម្រាបលាជួបគ្នាវីដេអូក្រោយទៀត